អរគ្នាឥឡូវយើងមកបង្កើត Gmail ថ្មីមួយសម្រាប់ឆ្នាំថ្មីនេះផងដែរអញ្ចឹងបើសិនជាបងប្អូនយើងចង់ដឹងពីរបៀបនៃការបង្កើត Gmail សម្រាប់ឆ្នាំថ្មីតោះឥឡូវយើងមកបង្កើតជាមួយនឹងខ្ញុំបាទទាំងអស់គ្នានៅក្នុងវីដេអូមួយនេះអូខេគោរពជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបជាមួយនឹងខ្ញុំបាទបាត់ត្រីបន្តទៀតជាមួយនឹង PPY Channel របស់ខ្ញុំបាទផងដែរវីដេអូមួយនេះខ្ញុំនឹងចែករំលែកពុកម៉ែបងប្អូនជាមួយនឹងរបៀបនៃការបង្កើតជា Gmail ថ្មីឬក៏ email ថ្មីហ្នឹងសម្រាប់បងប្អូនយើងប្រើប្រាស់នៅក្នុងឆ្នាំថ្មីនេះអញ្ចឹងបើសិនជាបងប្អូនយើងត្រូវការតោះឥឡូវយើងចូលទៅបង្កើតទាំងអស់គ្នាអញ្ចឹងយើងចូលទៅក្នុងGoogle ណាមួយឬក៏បង្កើតទៅក្នុងកម្មវិធីណាមួយដែលបងប្អូនយើងត្រូវការអញ្ចឹងយើងចូលទៅក្នុង YouTube ចុះហ្នឹងហើយយើងចូលក្នុង YouTube ឥឡូវនេះជា Gmail ចាស់អ្នកទាំងអស់គ្នាអញ្ចឹងយើងចូលក្នុង setting មកឬក៏យើងចូលទៅកន្លែងណាដែលបងប្អូនយើងអាចចូលបាននេះខ្ញុំបង្ហាញទៅលើទូរស័ព្ទដៃ iPhone ស៊េរីចាស់ទេអញ្ចឹងបងប្អូនយើងអាចមើលបានអ្នកទាំងអស់គ្នាថាយើងត្រូវចូលកន្លែងណាអីកន្លែងណាទៅអញ្ចឹងយើងចូលក្នុង setting របស់ YouTube ហើយយើងចូលទៅកន្លែងគណនីបងប្អូនចុចមកកន្លែងបដូរគណនីនេះយើងចុចមកហើយយើងចូលទៅក្នុងបញ្ចូលគណនីហ្នឹងហើយយើងចូលទៅបង្កើតអ្នកទាំងអស់គ្នាអញ្ចឹងយើងត្រូវបដូរគណនីសិននេះគឺជា email ចាស់របស់យើង Gmail ចាស់របស់យើងហ្នឹងហើយឥឡូវយើងចូលទៅកន្លែងបញ្ចូលគណនីមកអញ្ចឹងរៀងចាំងតិចខ្ញុំបន្ថយពន្លឺទៅលើកាមេរ៉ាខ្ញុំសិនហ្នឹងហើយយើងចូលទៅកន្លែងបញ្ចូលគណនីមកហើយយើងចុចពាក្យ continue កន្លែងនេះអូខេបន្តមកទៀតអ្នកទាំងអស់គ្នាចូលកន្លែងបង្កើតគណនីចឹងយើងសេរីសិនកើតគណនីហើយបន្តមកទៀតបងប្អូនយើងមើលកន្លែងសម្រាប់ផ្ទាល់ខ្លួនសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនឬក៏សម្រាប់ការងារអាជីវកម្មរបស់ខ្ញុំអញ្ចឹងយើងបង្កើតហ្នឹងគឺសម្រាប់ការងារផ្ទាល់ខ្លួនយើងចុចលើវាមកហ្នឹងហើយយើងចុចឈ្មោះខ្ញុំឧទាហរណ៍ថា Gmail ហ្នឹងបង្កើតជាឈ្មោះអីចឹងទៅយើងចង់ដាក់អីឧទាហរណ៍ថាខ្ញុំដាក់ថាRM ឬក៏ MR កូដចុះផ្សេងចឹងទៅតែប៉ុណ្ណឹងនេះគឺជាឈ្មោះអីចឹងទៅបងប្អូនយើងចង់ដាក់មិនក៏បានដែរកន្លែងនេះតមកទៀតចុចពាក្យបន្ទាប់អ្នកទាំងអស់គ្នានេះថ្ងៃខែឆ្នាំកំណើតឧទាហរណ៍ថាខ្ញុំដាក់ថ្ងៃទី12ខែ11ខែ11នោះត្រូវខែវិច្ឆិកាអ្នកទាំងអស់គ្នាក្រោយមកទៀតដាក់ឆ្នាំ2000មក2000ក៏បានប្រហែលក៏បានដែរឲ្យតែលើ18ឆ្នាំអញ្ចឹងខ្ញុំមានអារម្មណ៍ថាវាអត់សូវច្បាស់ទេអ្នកនរគ្នាខ្ញុំសេរីឲ្យវាច្បាស់ដើម្បីឲ្យអ្នកនរគ្នាងាយស្រួលមើលអញ្ចឹងនៅពេលដែលមកដល់ចំណុចនេះគេឲ្យយើងជ្រើសរើសភេទស្រីភេទប្រុសឬក៏យើងចង់កំណត់អីក៏បានដែរហ្នឹងហើយកន្លែងនេះខ្ញុំដាក់ស្រីចុះដោយសារខ្ញុំបង្កើត account នេះ sorry បងប្អូនឥឡូវខ្ញុំដាក់ស្រីកន្លែងយើងចុចបន្ទាប់មកបន្តមកទៀតយើងចាំតិចមកនេះក៏ដាក់ថា MR code ហ្នឹងឬក៏យើងត្រូវដាក់អាស័យដ្ឋានផ្ទាល់ខ្លួនរបស់យើងចូលកន្លែងនេះដើម្បីបង្កើតផ្ទាល់ខ្លួនយើងអត់ពេញចិត្តអាពីរខាងលើហ្នឹងយើងដាក់ថា MR code ហ្នឹងហើយយើងចុចលេខមកបងប្អូន096អីចឹងទៅហើយ096លេខ0 3ដងអីចឹងទៅលេខ0 4ដងហើយយើងចុចបន្ទាប់មកវាឲ្យអីក្រោយមកទៀតយើងចុចពាក្យសម្ងាត់បងប្អូនចុចពាក្យសម្ងាត់ចឹងកន្លែងនេះខ្ញុំអត់បង្ហាញពាក្យសម្ងាត់ទេខ្ញុំចុចយកតែម្ដងដោយសារ Gmail នេះខ្ញុំបង្កើតដើម្បីជាឧទាហរណ៍ឲ្យបងប្អូនយើងងាយមើលទេយើងបង្កើតជាដាក់ជាលេខទូរស័ព្ទមកក៏បានដែរ8អញ្ចឹងយើងដាក់លេខទូរស័ព្ទហើយយើងដាក់ជាសញ្ញាអីក៏បានដែរយើងបងប្អូនយើងដាក់មក
ហ្នឹងហើយបន្តមកទៀតយើងចុចបន្ទាប់កន្លែងនេះយើងដាក់ពាក្យសម្ងាត់ហើយយើងចុចបន្ទាប់មកទៀតយើងចុចកន្លែងលេខទូរស័ព្ទ096 ក្រោយពីយើងបានជាលេខទូរស័ព្ទមួយហើយយើងចុចពាក្យបន្ទាប់ទៀតអ្នកទាំងអស់គ្នាហ្នឹងហើយចុចពាក្យបន្ទាប់មកវាលោតឲ្យមកទៀតហ្នឹងហើយវានឹងផ្ញើលេខកូដមកបងប្អូននេះលេខកូដដោយសារយើងដាក់លេខកូដហើយវាយើងពេញអូតូឥឡូវយើងបានជា Gmail មួយដែលអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់មិនក៏បានដែរនៅក្នុងជាប់ជាមួយនឹង Facebook ឬក៏ជាប់ជាមួយនឹង YouTube ឬក៏ជាប់ជាមួយនឹង TikTok ជាប់ជាមួយនឹងកម្មវិធីផ្សេងទៀតគឺយើងអាចប្រើប្រាស់បានធម្មតាអញ្ចឹងបើសិនជាបងប្អូនយើងត្រូវការបង្កើត Gmail គឺគេបង្កើតបែបនេះអញ្ចឹងយើងមកដល់ចំណុចនេះយើងអាចចុចបន្ទាប់បានហ្នឹងហើយយើងចុចបន្ទាប់ទៅយើងអុសខាងក្រោមនេះជាព័ត៌មានផ្ទាល់ខ្លួនព័ត៌មានឬក៏លក្ខខណ្ឌនៅក្នុងលក្ខខណ្ឌឯកជនឬក៏គេថាឯកជនភាពនិងលក្ខខណ្ឌនៅក្នុងការបង្កើតផងយើងហ្នឹងអញ្ចឹងយើងអុសមកក្រោមបំផុតនឹងឃើញពាក្យថាយល់ព្រមកន្លែងនេះអញ្ចឹងយើងចុចលើវាមកហ្នឹងហើយបងប្អូនយើងនឹងទទួលបាន Gmail ថ្មីមួយហ្នឹងហើយ Gmail ថ្មីមួយដែលមានឈ្មោះថា MR code ហ្នឹងនៅក្នុងទូរស័ព្ទដៃរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងមាន Gmail 2យើងចង់ផ្លាស់ប្ដូរមិនក៏បានដែរអ្នកទាំងអស់គ្នាកន្លែងនេះយើងចុចមកយើងចុចលើកន្លែងយើងចុចផ្លាស់ប្ដូរឲ្យនេះយើងចូលកន្លែង setting នេះមកហើយយើងចុចកន្លែងប្ដូរគណនីយើងចូលគណនីយើងវិញក៏បានយើងចូលគណនីថ្មីដែលយើងទៅតែបង្កើតនឹងក៏បានអញ្ចឹងនេះគឺជារបៀបនៃការបង្កើត Gmail ថ្មីនៅលើទូរស័ព្ទដៃហើយក៏ជាទម្រង់ថ្មីមួយផងដែរសម្រាប់បងប្អូនយើងដែលអត់ទាន់ចេះបង្កើត Gmail ខ្ញុំបង្ហាញវីដេអូនេះសង្ឃឹមថាជាអត្ថប្រយោជន៍មួយសម្រាប់បងប្អូនយើងដែលអត់ទាន់ចេះហើយការនិយាយស្ដីផងខ្ញុំគឺមួយសង្ឃឹមថាបងប្អូនយើងនឹងយល់អញ្ចឹងបើសិនជាបងប្អូនយើងអត់ទាន់យល់ឬក៏អត់ទាន់ច្បាស់នៅចំណុចណាមួយពីរបៀបនៃការបង្កើត Gmail នេះគ្នាយើងអាច comment នៅក្រោមវីដេអូរបស់ខ្ញុំបានអរគុណច្រើនអ្នកទាំងអស់គ្នាហើយក៏អភ័យទោសផងដែរសម្រាប់ការនិយាយទៅរៀងរអាក់រអួលដោយសារតែខ្ញុំមិនមែនជាអ្នកបង្កើតវីដេអូជំនាញអីទេខ្ញុំគ្រាន់តែបង្ហាញជាទូរស័ព្ទដៃមួយថតចេញពីទូរស័ព្ទដៃមួយទៅកាន់បងប្អូនទាំងអស់គ្នាហើយសម្រាប់រូបភាពក៏មិនសូវជាច្បាស់ល្អប្រហែលទេហើយក៏អរគុណផងដែរសម្រាប់បងប្អូនយើងដែលតែងតែគ្រប់គ្រងនៅ channel ដែលខ្ញុំបានបង្ហាញទៅសង្ឃឹមថាបងប្អូនយើងនឹងបន្តការគ្រប់គ្រងរបស់ខ្ញុំបានបន្តទៀតតាមរយៈការផលិតវីដេអូចែករំលែកនៅគន្លឹះថ្មីឬក៏បទពិសោធន៍ខ្លីៗទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងហើយសម្រាប់ការចែករំលែកនៅថ្ងៃនេះសង្ឃឹមថាបងប្អូនយើងនឹងពេញចិត្តនៅវីដេអូមួយនេះបើសិនជាបងប្អូនយើងពេញចិត្តកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ទៅលើ channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដែលមានឈ្មោះថា PPY Channel អញ្ចឹងបើសិនជាបងប្អូនយើងពេញចិត្តកុំភ្លេចជួយចុច like ក៏ដូចជាចុច share ចែករំលែកទៅកាន់គ្នាយើងដែលអត់ទាន់បានដឹងពីរបៀបនៃការបង្កើត Gmail តាមរយៈទូរស័ព្ទដៃនេះចឹងអរគុណច្រើនដល់អ្នកទាំងអស់គ្នាជួបគ្នាវីដេអូបន្ទាប់ទៀតជាមួយនឹងខ្ញុំបាទផងដែរ